ពុទ្ធោឲ្យអូនយើងរកស៊ីមានបានហើយយើងខំប្រឹងណាស់ទម្រាំទៅមានថ្ងៃនេះបងសុំវល់អូនសុំអូនកុំទៅចោលបងអីយើងមានអ្វីគ្រប់យ៉ាងហើយអូនត្រូវទៅតស៊ូឡើងផាកនបានស្នាក់នៅផ្ទះរបស់ពិសីអស់ជាច្រើនថ្ងៃជារៀងរាល់ថ្ងៃក្តីអាណិតរបស់ផាកនទៅលើពិសីកាន់តែកើនឡើងជាលំដាប់រហូតคล้ายទៅជាក្តីស្រឡាញ់អ្នកទាំងពីរបានស្រឡាញ់គ្នានិងស្វែងយល់ចិត្តគ្នាទៅវិញទៅមកស្នេហារវាងកំឡោះទីក្រុងនិងក្រមុំជនបទមួយគូនេះពិតជាស្អិតរមួតជ្រាលជ្រៅពោពេញទៅដោយមនោសញ្ចេតនាដ៏ផ្អែមល្ហែមថ្មនេះទៅហើយអូននៅមិនទាន់ចូលគេងទៀតហ៎យប់នេះអូនគេមិនលក់ទេបានជាមកអង្គុយមើលព្រះច័ន្ទនឹងណាហើយចុះបងវិញហេតុអីក៏មិនចូលសម្រាកបងក៏គេងមិនលក់ដែរបងខ្វល់ចិត្តណាស់តើបងកង្វល់ចិត្តរឿងអីទៅបងឆាប់និយាយប្រាប់អូនមកចុះគឺចិត្តដល់ថ្ងៃដែលបងត្រូវត្រឡប់ទៅភ្នំពេញវិញហើយបងបានសម្រេចចិត្តហើយថានឹងឲ្យវិចិត្រទៅវិញតែម្នាក់ឯងចុះបងមិនអាចទុកអូនចោលឲ្យនៅម្នាក់ឯងបាននោះទេបងសម្រេចចិត្តនៅជាមួយអូនហើយបើមានបងនៅក្បែរគ្រាន់នឹងអូនបានពឹងពាក់បងនឹងនៅជាមួយអូនមើលថែអូននឹងការពារអូនចាប់ពីពេលនេះទៅអូននឹងមិនឯកាគ្មាននរណាទីពឹងទៀតទេគឺបងនេះហើយដែលនៅចាំថែរក្សាអូនដោយស្មោះត្រង់បងនៅទីនេះមិនកើតទេចុះការងាររបស់បងចុះគ្រួសារបងពួកគាត់ក៏ត្រូវការបងដូចគ្នាសូមកុំព្រោះតែខ្ញុំបងបោះបង់ពួកគាត់អីឪពុកម្ដាយបងគាត់ស្លាប់ចោលបងអស់ហើយកាលពីមុនបងធ្លាប់មានគូដណ្ដឹងជាទីស្រឡាញ់ម្នាក់គេក៏ត្រូវមច្ចរាជឆក់ចេញពីបងទៅទៀនបងស្ទើរតែស្លាប់ទៅតាមទៅហើយជីវិតបងនេះបងគ្មានន័យអ្វីទៀតទេប៉ុន្តែតាំងពីបានជួបអូនមកគឺធ្វើឲ្យបងមានកម្លាំងរស់គឺព្រោះតែបងត្រូវតែរស់នៅដើម្បីសង្គ្រោះអូននឹងហើយអូនរំជួលចិត្តខ្លាំងណាស់អូនមានសំណាងណាស់ដែលបានជួបប្រទះមនុស្សប្រុសដែលមានបេះដូងមេត្តាបែបនេះទឹកចិត្តរបស់បងធំធេងណាស់អូនមិនដឹងថានឹងយកអ្វីមកសងគុណឲ្យស័ក្តិសមនោះទេពិសីអូនជាមនុស្សដែលមានតម្លៃគ្រប់គ្រាន់ស័ក្តិសមនឹងទទួលបានក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់បងសន្យានឹងមើលថែអូនផ្ដល់ការកក់ក្ដៅឲ្យអូនរស់នៅបានស្កប់ស្កល់អស់មួយជីវិតវិចិត្រក៏បានលាអ្នកទាំងអស់គ្នាត្រឡប់ទៅទីក្រុងបាត់ទៅទុកឲ្យផាកននៅជនបទជាមួយពិសីនិងម្ដាយពិសីកូនម៉ែគិតថានៅមិនយូរទៀតឡើយណាកូនម៉ែកុំនិយាយបែបហ្នឹងអីម៉ែកុំទៅណាចោលកូនឲ្យសោះណាម៉ែត្រូវទៅនៅជាមួយកូនណាម៉ែណាម៉ែដឹងខ្លួនឯងច្បាស់ណាស់កូនម៉ែមិនអាចនៅជាមួយកូនបានទៀតទេពិសីម៉ែកុំអភ័យកូនអីណាម៉ែត្រូវតស៊ូឡើងណាម៉ែកូននឹងនាំម៉ែទៅព្យាបាលនៅមន្ទីរពេទ្យផាកនមីងដឹងច្បាស់ណាស់ថាឯងគិតយ៉ាងណាទៅលើពិសីកូនស្រីរបស់មីងមិនថាអីទេណាអត់ពីមីងទៅមីងសុំពឹងឯងថែរក្សាគេជំនួសមីងផងណាមីងដឹងថាក្មួយជាមនុស្សល្អមានភាពស្មោះត្រង់តែប៉ុណ្ណឹងមីងស្លាប់ទៅបិទភ្នែកចិត្តហើយមីងទុកចិត្តលើក្មួយហើយណាផាកនបាទមីងកុំបារម្ភអីខ្ញុំនឹងទុកពិសីស្មើនឹងកែវភ្នែករបស់ខ្ញុំនឹងផ្ដល់អ្វីគ្រប់យ៉ាងឲ្យទៅនាងម៉ែបាត់ភ្នែកវិញមកម៉ែកំតែចោលកូនណាម៉ែណាម៉ែឆាប់បាត់ភ្នែកឡើងមកណាម៉ែកូនសុំទោសម៉ែកំសត់ពេកហើយមួយជីវិតនេះម៉ែមិនអាចស្គាល់ភាពសំណុកម្ដងណាទេកូនមិនអាចធ្វើឲ្យម៉ែរស់សុខស្រួលកូនសុំទោសណាម៉ែកូនសុំខមាទោស
សូមម៉ែទៅឲ្យបានសុខបើមានចិត្តក្រោយពិតកូនសូមកាត់មកជាកូនរបស់ម៉ែទៀតណាម៉ែណាសូមម៉ែទៅកាន់ទីឋានសុគតិភពចុះណាម៉ែ កាត់ចិត្តទៅអូនគាត់ទៅបានសុខហើយអូនមើលថែគាត់បានល្អបំផុតហើយអូន អ្នកម្ដាយកំសត់របស់កូនអើយកូនខ្លាចផ្សាខ្លាំងណាស់ គាត់ទៅកន្លែងដែលស្ងប់សុខហើយអូនមួយខែក្រោយមកពិសីអូនបងគិតថាពួកយើងគួរតែទៅរកស៊ីនៅទីក្រុងទៅពួកយើងអាចធូរធាននឹងគេព្រោះថានៅទីនេះគ្មានការងារធ្វើទេបងមិនចង់ឲ្យអូនលំបាកបែបនេះតទៅទៀតទេ អូនតាមតែបងទេព្រោះអូននៅសល់តែបងម្នាក់គត់ម៉ែគាត់ក៏ស្លាប់ទៅហើយបងទៅទីណាអូនក៏ទៅទីនោះ បើអញ្ចឹងពួកយើងរៀបចំចាញ់ស្អែកនេះតែម្ដងទៅអូននឹងអាលយើងឆាប់បានទៅសុំការងារគេធ្វើ ចាបងអូននឹងទៅរៀបចំឥឡូវនេះតែម្ដង ល្អណាស់អូនឆាប់ទៅអញ្ចឹងបងជំរាបសួរបងមានខ្វះបុគ្គលិកទេ ចង់ឲ្យខ្ញុំធ្វើអ្វីក៏បានដែរបងលាងចានរត់តុបោសជូតអ្វីក៏បានដែរបង ហាងបងមានបុគ្គលិកគ្រប់គ្រាន់ហើយអូនបងមិនរើសទៀតទេបានបើអញ្ចឹងអរគុណបងហើយបងសុំទោសបងមានជ្រើសរើសបុគ្គលិកទៀតទេប្អូននិងប្រពន្ធមកសុំការងារបងធ្វើហាងយើងមិនត្រូវការបុគ្គលិកទៀតទេទៅចេញទៅបានអរគុណបងផាកននិងពិសីដើរសុំការងារគេធ្វើអស់ច្រើនកន្លែងប៉ុន្តែត្រូវគេបានបដិសេធរហូតអ្នកទាំងពីររស់នៅជាមួយគ្នាទាំងកវែកកឆ្នាំងក្រីក្រវេទនាបំផុតផាកននិងពិសីចាប់ផ្ដួចផ្ដើមគំនិតបង្កើតមុខរបររកស៊ីបន្តិចបន្តួចដោយខ្លួនឯងពួកគេទាំងពីរនាក់ប្រឹងប្រែងណាស់មិនដែលហ៊ានសម្រាកឡើយព្យាយាមសន្សំកាក់ល្អិតបន្តិចបន្តួចជារៀងរាល់ថ្ងៃពិសីអូនទៅហូបបាយងូតទឹកចូលសម្រាប់មុនបងទៅទុកឲ្យបងធ្វើម្នាក់ឯងបានហើយអូន មិនអីទេបងអូននៅជួយបងនឹងអាចឆាប់ហើយឆាប់បានទៅសម្រាប់ទាំងអស់គ្នា អូនឯងកុំរឹងទៅតឹងអីប្រយ័ត្នតែឈឺទៅសម្រាប់ទៅអូនដឹងទេបងមិនចង់ឃើញអូនឈឺទេ អូនថាមិនអីគឺមិនអីហើយបងតោះញាប់ដៃញាប់ជើងទៅយើង គូស្នេហ៍ដ៏កំសត់កំរបានត្រដរប្រឹងប្រែងរកស៊ីតាំងពីក្រីក្ររហូតដល់មានបាននៅពេលដែលមានអ្វីហើយរឿងដ៏សែនរន្ធត់បំផុតក៏បានកើតឡើង ឈាម ពិសីអូនកើតអីហ្នឹងមិនក៏ក្អកធ្លាក់ឈាមអញ្ចឹងអូនចាំបន្តិចណាចាំបងយកអូនទៅមន្ទីរពេទ្យឥឡូវនេះពិសីអូនកុំធ្វើឲ្យបងភ័យឲ្យសោះណាលោកគ្រូពេទ្យសូមជួយប្រពន្ធរបស់ខ្ញុំផងលោកគ្រូពេទ្យលោកគ្រូពេទ្យប្រពន្ធខ្ញុំយ៉ាងម៉េចទៅឲ្យលោកគ្រូពេទ្យសូមជួយនាងផងខ្ញុំចូលរួមសោកស្ដាយផងណាប្រពន្ធរបស់លោកបានកើតមហារីកដំណាក់កាលចុងក្រោយគឺមិនអាចព្យាបាលជាទេហាថាម៉េចមហារីកដំណាក់កាលចុងក្រោយមិនពិតទេលោកគ្រូពេទ្យមិនពិតទេលោកឆាប់និយាយមកប្រាប់ខ្ញុំមកថាមិនពិតទេពិសីហេតុអីក៏អូនកំសត់ម្ល៉េះអត់ទេមិនមែនជាការពិតទេ បងកុំយំអីណាបងត្រូវតែទទួលស្គាល់ការពិតតោះយើងទៅផ្ទះយើងវិញទៅបង អត់ទេមិនមែនជាការពិតទេទេវតាអើយប្រាប់ខ្ញុំមកថាមិនមែនជាការពិតទេ ប
ពីអូនទៅបងកុំកាត់ទុកខ្លាំងពេកអូនមិនចង់ឃើញបងកាត់ទុកទេពុទ្ធោឲ្យអូនយើងរកស៊ីមានបានហើយយើងខំប្រឹងណាស់ទម្រាំតែមានថ្ងៃនេះបងសុំវល់អូនសុំអូនកុំទៅចោលបងអីយើងមានអ្វីគ្រប់យ៉ាងហើយអូនត្រូវទៅតស៊ូឡើងថ្ងៃដែលយើងជោគជ័យបងចាំឲ្យយូរហើយអូនកុំដាច់ចិត្តទៅចោលបងឲ្យសោះណាពុទ្ធោបងសម្លាញ់មួយជីវិតនេះអូនគិតថាអូនពិតជាមានសំណាងណាស់ដែលបានច្រកក្រោមម្លប់បេះដូងដ៏សែនបរិសុទ្ធស្អាតរបស់បងក្តីមេត្តាករណារបស់បងចំពោះអូនពិតជាបានទទួលយ៉ាងកក់ក្ដៅឆ្អែតឆ្អន់ស្កប់ស្កល់រស់នៅជាមួយបងអូនពិតជាមានភាពកក់ក្ដៅជាតិនេះអូនមិនបានមើលថែសងគុណបងទេជាតិក្រោយអូនសូមសច្ចាជួបបងគ្រប់ជាតិបងត្រូវតែសន្យាថាត្រូវរៀនរស់ដោយគ្មានអូនណាបងសម្លាញ់តើបងត្រូវរៀនរស់បែបណាទៅម្ចាស់ជីវិតបងអើយបើគ្មានអូនដែលជាមនុស្សជាទីស្រឡាញ់ស្មើនឹងជីវិតរបស់បងជីវិតបងពិតជាគ្មានន័យអ្វីទេទ្រព្យសម្បត្តិលុយកាក់មាសប្រាក់វិឡាឡានគឺវាគ្មានន័យអីសោះសម្រាប់បងគឺបងខំរកវាមកដើម្បីតែផ្ដល់សេចក្តីសុខគ្រប់បែបយ៉ាងឲ្យអូនតែម្នាក់គត់ព្រោះតែបងចង់ឃើញស្នាមញញឹមចង់ឃើញអូនមានសុភមង្គលតែហេតុម៉េចក៏ដាច់ចិត្តទៅចោលបងម្ល៉េះអាណិតបងផងណាអូនពួកយើងកំសត់កំរមកជាមួយគ្នាយូរណាស់ហើយណាអូនឲ្យអូនសំទោសបងសម្លាញ់អូនមានបំណងប្រាថ្នាចុងក្រោយមួយតើបំណងប្រាថ្នាអីទៅអូនឆាប់និយាយប្រាប់បងមកបងនឹងធ្វើជូនអូនទាំងអស់នៅពេលដែលអូនស្លាប់បងត្រូវយកសាកសពរបស់អូនទៅបូជានៅស្រុកកំណើតរបស់អូនជាកន្លែងដ៏ឆ្ងាយដាច់ស្រយាលទើបបណ្ដាលឲ្យអូនបានជួបបងហើយភ្នោរបស់អូនសូមបងដាក់ចិត្តភ្នោម៉ែរបស់អូននេះគឺជាក្តីប្រាថ្នាតែមួយគត់របស់អូនសូមអូនកុំព្រួយអីបងសន្យានឹងធ្វើតាមសម្ដីគ្រប់ម៉ាត់របស់អូនសម្លាញ់បងស្រឡាញ់អូនខ្លាំងណាស់អូនក៏ស្រឡាញ់បងដែរម្ចាស់ជីវិតអូនអត់ទេពិសីផាកនបានធ្វើគ្រប់យ៉ាងតាមបំណងប្រាថ្នារបស់ពិសីដោយយកសពរបស់នាងទៅបូជានៅកន្លែងដែលពួកគេទាំងពីរបានជួបគ្នាគ្រាដំបូងហើយភ្នោរបស់នាងក៏ត្រូវបានដាក់ក្បែរភ្នោរបស់ម្ដាយរបស់នាងដោយដែលបានសន្យាសូមឲ្យអូនបានទៅកាន់ទីឋានសួគ៌សុគតិភពយើងនឹងជួបគ្នានាជាតិខាងមុខសូមអូនបានសុខទៅកាន់ទីស្ងប់មិនថាជាតិនេះឬក៏ជាតិណាបងសូមប្រាថ្នាបានជួបប្រសំជាគូនឹងអូនគ្រប់ជាតិគ្រប់ភពរស់នៅបានសុខជានិច្ចនិរន្តរ៍ផាកនបានបរិច្ចាគទ្រព្យសម្បត្តិទាំងអស់របស់ខ្លួនឲ្យទៅមណ្ឌលកុមារកំព្រានិងមណ្ឌលចាស់ជរាទាំងអស់ហើយក៏បានចូលសាងភ្នោះបួសជាព្រះសង្ឃនៅក្នុងសំណាក់ព្រះពុទ្ធសាសនាទាល់តែអស់ជីវិត